ជំរាបសួរពុកម៉ែមីងបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្ងៃនេះមានវីដេអូចែករំលែកតទៅជ្រូកអំពូបងតើកំពុងតែចិញ្ចឹមជ្រូកហើយមានបញ្ហាដូចជាដេកព្រមគ្នាចិញ្ចឹមអត់សូវធំធាត់ស៊ីចំណីច្រើនរីករុះក្អកឬក៏ស្លេកស្លាំងឬក៏បាសរោមឬក៏កើតកូនមិនរួចករណីដាក់ឈ្មោលមិនជាប់អំពូបងតើអរគ្នាអាចតំណទៅមកសាកសួរព័ត៌មានដើម្បីស្វែងរកដំណោះស្រាយបានហើយសួរតាក់ទងណាមានអស់លុយអត់ទេគឺតាក់ទងតាមលេខទូរស័ព្ទឬក៏តាម Telegram គឺអាចជជែកគ្នាពិភាក្សាគ្នាអំពីបច្ចេកទេសនៃការចិញ្ចឹមការថែទាំទៅលើសត្វជ្រូករបស់យើងឲ្យកាន់តែល្អប្រសើរអញ្ចឹងកុំភ្លេចតំណទៅមកបើសិនជាកំពុងតែជួបប្រទះនៅបញ្ហាដែលខ្ញុំបានលើកឡើងខាងលើឬក៏ត្រៀមនឹងចិញ្ចឹមជ្រូកថ្មីហើយអត់ដឹងពីវិធីសាស្ត្រចិញ្ចឹមអាចតំណមកខ្ញុំបាទតាមលេខទូរស័ព្ទខាងលើដែលមានប្រព័ន្ធ Telegram ទាំងអស់បាទសូមអរគុណសូមគោរពលា